បងប្អូនគាត់ចូលទឹកនឹងឯខូចច្រើនអីមកសុំបើហត់តែងុំនៅក្នុងថ្ងៃចូលឆ្នាំនេះក៏មានអតិជនគាត់បោកឡើងខ្ទេចនឹងឯផងដែរខ្ញុំទទួលបាន iPhone 16 Pro បាទបញ្ហាដែលអតិជនគាត់បោកឡើងខ្ទេចហើយបាទសល់តែម៉ាស៊ីនបាទយើងអាចជួសជុលបាទរៀបគុំបាទស្អាតដូចដើមនេះគឺបញ្ហាដែលចូលទឹកបាទខូចអេក្រង់បាទអតិជនគាត់សម្រាប់ផ្លាស់ប្ដូរបាទយកជាប្រភេទអេក្រង់ copy បាទ GX លេខ1យើងទៅលើ Touch បាទ Touch Smooth Color ស្អាតប្រភេទអេក្រង់ copy ល្អបន្តផ្សេងហើយនេះក៏បញ្ហាដែលចូលទឹកដែរបាទឆ្នាំនេះយើងលេងច្រើនថ្ងៃអញ្ចឹងដូចម្ដងនេះអញ្ចឹងគឺខូចអេក្រង់បាទឆ្លងអលត់បាទយើងធ្វើការជួសជុលបាទធានាជូនអតិថិជនបញ្ហាដែលខូចអេក្រង់បាទនេះគឺ Pixel 7 Pro បាទផ្លាស់ប្ដូរប្រភេទអេក្រង់ copy OLED បងប្អូនមើលថាច់បាទពណ៌ color M ហើយនេះគឺ iPhone 11 Pro Max បាទទំហំ G តូចបាទ memory 64អញ្ចឹងអតិថិជនគាត់សម្រេចឡើងទៅ 256G បាទឡើង memory ឲ្យធំក៏បញ្ហាដែលខូចអេក្រង់បាទ Pixel 6a បាទអតិថិជនបាទក៏យកមកផ្លាស់ប្ដូរអេក្រង់បាទប្រភេទអេក្រង់ copy OLED បាទយើងមាន promotion តម្លៃក៏ធូរដែរនេះគឺ iPhone 13 Pro Max បាទបញ្ហាដែលនឹងឯពិបាកក្នុងការសាកបាទខូចសំណុំសាកផ្នែកខាងក្រោមបន្ទាប់ទៀតនេះគឺ iPhone 11 Pro Max បែកកញ្ចក់មធ្យមបាទងុំនឹងគឺចូលទឹកទៀត iPhone 12 Pro Max បាទបញ្ហាឆ្លង